បញ្យូបន្មាននាងកញ្ចនាបានបង្កើតបានកូនប្រុសមួយទៀតមានសម្បុរពណ៌ក្រហមដែលជាកូនរបស់ព្រះអាទិត្យលោកតាឥសីបានឃើញសម្បុរកូនដូច្នេះក៏ពុំមានការងាយឆ្ងល់អ្វីដែរគិតថានេះមកពីប្រពន្ធមានផលបុណ្យច្រើនទើបបានជាកូនមានពណ៌សម្បុរខុសគ្នាបែបនេះថ្ងៃមួយលោកតាឥសីមានអារម្មណ៍ថាក្តៅក៏នាំកូនទាំងអស់ទៅងូតទឹកលេងពេលដែលធ្វើដំណើរទៅកាន់ទីដែលមានទឹកលោកតាឥសីបានឲ្យនាងស្វាហៈដើរពីក្រោយហើយខ្លួនបែរជាមកបីផងអៀវផងដោយមិនដឹងមិនមែនជាកូនរបស់ខ្លួននាងស្វាហៈមានការអន់ចិត្តជាខ្លាំងហើយបានដើរបណ្ដោរអ៊ូបណ្ដាថាតោះកូនគេនឹងស្រឡាញ់ណាស់យកមកអៀវផងបីផងកូនឯងបង្កើតនេះឲ្យដើរកូនគេនោះស្រឡាញ់ណាស់នឹងដល់តែពេលឪនឹងមិនអត់ចិត្តក៏សួរតែកូនស្រីថាមើលមានរឿងអីប្រាប់ឪត្រង់មកនាងស្វាហៈនឹងក៏បាននិយាយថាពេលឪមិននៅម៉ែមានសហាយដល់តែ2នាក់លោកតាឥសីក៏បានគិតថាអញ្ចឹងតើបានកូនកើតបបពណ៌ខុសគ្នាលោកតាឥសីក៏បានលើកដៃបួងសួងថាបុណ្យបារមីដែលខ្ញុំបានសាងតាំងពីយូរលង់ណាស់មកហើយសូមឲ្យពេលដែលខ្ញុំបោះកូនទាំង3ចូលទៅក្នុងទឹកប្រសិនបើកូនណាជាកូនរបស់ខ្ញុំសូមឲ្យហែលបញ្ច្រាស់ទឹកមករកខ្ញុំហើយប្រសិនបើមិនមែនជាកូនខ្ញុំសូមឲ្យคล้ายទៅជាស្វាហើយរត់គេចខ្លួនចូលទៅក្នុងព្រៃឲ្យបាត់ទៅដល់តែពេលបោះកូនទាំង3ចូលទៅក្នុងទឹកមានតែនាងស្វាហៈម្នាក់ទេដែលដើរបញ្ច្រាស់ទឹកមករកលោកតាឥសីវិញហើយកូនរបស់ព្រះឥន្ទនិងព្រះអាទិត្យក៏បានคล้ายទៅជាសត្វស្វាហើយរត់ឆ្លងទៅត្រីម្ខាងបាត់ទៅព្រះឥន្ទនិងព្រះអាទិត្យដល់តែពេលឃើញកូនคล้ายជាសត្វស្វារត់ចូលទៅក្នុងព្រៃអញ្ចឹងក៏មិនអាចដោះបណ្ដាសានឹងបានដែរព្រោះថាខ្លួនក៏មានកំហុសដែរដែលទៅលួចតាក់ទងជាមួយនឹងប្រពន្ធគេហើយព្រះឥន្ទនិងព្រះអាទិត្យអាចជួយកូនបានត្រឹមតែជួយបង្កើតជានគរមួយហើយកែងមកពួកសត្វស្វាទាំងអស់មកធ្វើជាបរិវារដើម្បីបង្រាកូនខ្លួនឯងហើយក៏បានបង្ហាត់បង្រៀននៅមុនការប្រគល់អាវុធបង្ហាត់បង្រៀននៅយុទ្ធសិល្បៈដល់កូនហើយដាក់ឈ្មោះឲ្យកូនបងឈ្មោះពាលីនិងកូនប្អូនឈ្មោះសុគ្រីពហើយបានលើកពាលីជាស្ដេចគ្រប់គ្រងនគរនិងឲ្យប្អូនឈ្មោះសុគ្រីពធ្វើជារាជអាមាត្យធ្វើជាដៃស្ដាំជួយមើលការខុសត្រូវនៅក្នុងព្រះនគរអញ្ចឹងហើយបានពាលីខ្លាំងមានឫទ្ធិមានវិជ្ជាសិល្បៈខ្លាំងចំណែកសុគ្រីពមិនមានវិជ្ជាសិល្បៈខ្លាំងទេក៏ប៉ុន្តែឆ្លាតរឿងប្រវត្តិរបស់ពាលីនិងសុគ្រីពក៏ត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹងប៉ុន្តែបន្តពីរឿងនេះគឺចូលទៅដល់ប្រវត្តិរបស់អនុមានអញ្ចឹងសូមអ្នកទាំងអស់គ្នារងចាំទស្សនានៅវគ្គបន្តទៀតគឺរឿងប្រវត្តិរបស់ហនុមាន